មិនទាន់ចប់ទេកំពុងតែក្តៅគគុកនៅក្នុងប្រទេសថៃបញ្ហាពាក់ព័ន្ធជាមួយនឹងជនជាតិអ៊ីស្រាអែលកំពុងតែដំឡើងតម្លៃរបស់ខ្លួននៅក្នុងប្រទេសចោលមួយនេះគួរឲ្យកត់សម្គាល់ជាទីបំផុតខណៈពេលដែលរឿងរ៉ាវជាច្រើនកំពុងតែកើតឡើងធ្វើឲ្យប្រជាជនថៃកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងតាមដានទេសនាជាមួយខ្ញុំបាទនឹងលើកយកព្រឹត្តិការណ៍ព័ត៌មានថ្មីនេះពាក់ព័ន្ធជាមួយស្ថានភាពនៃផែនការរបស់ជនជាតិអ៊ីស្រាអែលដែលខ្ញុំធ្លាប់តែនិយាយកន្លងមកខ្ញុំបានដកស្រង់នៅសារព័ត៌មានចេញពីសារព័ត៌មានរបស់ថៃផ្ទាល់តែម្ដងសូមតាមដានជាមួយខ្ញុំឲ្យបានដល់ចប់យើងចង់ដឹងថាតើប្រទេសចោលមួយនេះនឹងទទួលបានអនាគតបែបណាបើខណៈពេលដែលអ៊ីស្រាអែលកំពុងតែមានផែនការយ៉ាងស៊ីជម្រៅជាទីបំផុតដើម្បីធ្វើរឿងអ្វីមួយដែលនឹកស្មានមិនដល់នាថ្ងៃអនាគតចំពោះប្រទេសថៃពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមជារៀងរាល់ថ្ងៃគ្រាន់តែចុច subscribe លើ channel ចង់ដឹងទីជាការស្រេចកាលពីថ្ងៃទី24ខែសីហាឆ្នាំ2026ម្សិលមិញស្ថានភាពតានតឹងរវាងពលរដ្ឋថៃនិងក្រុមទេសចររួមទាំងអ្នកស្នាក់នៅជាជនជាតិអ៊ីស្រាអែលបានឈានដល់កម្រិតកម្ដៅគគុកបន្ទាប់ពីអ្នកស្នេហាជាតិថៃដែលគេស្គាល់ឈ្មោះថាថៃម៉ៃថុនឬក៏ TMT បានធ្វើដំណើរទៅកាន់ស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃដើម្បីដាក់លិខិតតវ៉ាជាផ្លូវការមួយលិខិតនោះត្រូវបានរៀបចំឡើងដើម្បីស្នើសុំឲ្យស្ថានទូតជួយក្រើនរំលឹកនិងអប់រំពលរដ្ឋអ៊ីស្រាអែលទាំងអស់ដែលកំពុងតែទស្សនាឬក៏រស់នៅក្នុងប្រទេសថៃឲ្យគោរពច្បាប់ទម្លាប់វប្បធម៌និងប្រពៃណីរបស់ជនជាតិថៃឲ្យបានខ្ជាប់ខ្ជួនប៉ុន្តែបុគ្គលិកស្ថានទូតបដិសេធមិនព្រមទទួលយកលិខិតនោះដោយផ្ទាល់ដៃឡើយដោយបានប្រាប់ឲ្យក្រុមតំណាងទុកឯកសារនោះនៅខាងក្រៅអគារជំនួសវិញក្រុម TMT ដែលជាចលនារួបរวมពលរដ្ឋថៃក្រោមគោលការណ៍ Thailand First ក៏បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានបំណងបន្ទោសឬក៏រើសអើងជនជាតិអ៊ីស្រាអែលទាំងអស់នោះទេប៉ុន្តែដោយសារតែមានបណ្ដឹងជាច្រើនពីសំណាក់ប្រជាពលរដ្ឋនិងអាជីវករថៃនៅតាមតំបន់ទេសចរសំខាន់ដូចជាភូកេតកោះសាមុយកោះផាងាននិងស្រុកប៉ៃនៃខេត្តម៉ែហុងស៊ុនដែលបានចោទប្រកាន់ជនជាតិអ៊ីស្រាអែលមួយចំនួនអំពីអាកប្បកិរិយាគំរាមកំហែងរំលោភបំពាននិងបង្កចំនួនឥតឈប់ឈរហេតុការបដិសេធមិនទទួលស្គាល់លិខិតនេះបានធ្វើឲ្យសាធារណជនថៃកាន់តែសម្ដែងការខកចិត្តនិងបារម្ភថាកង្វះកិច្ចសហប្រតិបត្តិការអាចនឹងធ្វើឲ្យបញ្ហានេះកាន់តែរីករាលដាលធ្ងន់ធ្ងរយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីសារព័ត៌មាន The Tiger របស់ថៃបានឲ្យដឹងថាចំនួនដីធ្លីនិងការគំរាមកំហែងពីសំណាក់ជនបរទេសមួយប្រភេទនេះបានក្លាយទៅជាប្រធានបទក្តៅគគុកដែលអាជ្ញាធរថៃកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ប្រព័ន្ធនឹងករណីចំនួននៅតាមតំបន់ទេសចរនេះកាលពីថ្ងៃទី24ខែសីហាឆ្នាំ2026ដល់ដែរនោះម្ចាស់សួនសត្វសាមុយ Exotic Park នៅឯលើកោះសាមុយគឺលោកស្រីជីនដារ៉ាត់វ័យ35ឆ្នាំរួមជាមួយនឹងស្វាមីជនជាតិបារាំងឈ្មោះ Kevin ក៏បានប្រញាប់ចូលទៅដាក់ពាក្យបណ្ដឹងផ្លូវការនៅការិយាល័យស៊ើបអង្កេតកណ្ដាល CIB ប្រឆាំងជាមួយនឹងក្រុមទេសចរអ៊ីស្រាអែលចំនួនមួយក្រុមបន្ទាប់ពីពួកគេបានបំពានច្បាប់សួនសត្វនិងបានផ្ញើសារគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើគ្រួសារនិងអាជីវកម្មរបស់លោកស្រីជីនដារ៉ាត់ក៏បានរៀបរាប់ថាក្រុមទេសចរអ៊ីស្រាអែលទាំងនោះបានបដិសេធមិនព្រមបង់ថ្លៃសម្បត្តិជួលទស្សនាទាមទារប្រាក់វិញនិងធ្វើសកម្មភាពប្រមាថទៅលើសត្វពាហនៈរបស់ពួកគេរហូតធ្វើឲ្យសួនសត្វសម្រេចចិត្តលើកទង់ជាតិបដិសេធមិនទទួលយកពួកគេការសម្រេចចិត្តនេះបានធ្វើឲ្យមានការផ្ញើសារគំរាមកំហែងជាហូរហែរាប់ចាប់តាំងពីការគំរាមកំហែងដុតផ្ទះរហូតទៅដល់មានការអះអាងឌឺដងថាកោះសាមុយនេះគឺជាអាណាចក្ររបស់អ៊ីស្រាអែលហើយពួកគេអាចធ្វើអ្វីៗតាមចិត្តដោយសារតែមានខ្នងបង្អែកជាបកពួកប៉ូលីសនិងមេធាវីអ្វីដែលរន្ធត់បំផុតនោះគឺបន្ទាប់ពីការគំរាមកំហែងមិនទាន់បានប៉ុន្មានផងប្រទេសរបស់ម្ដាយក្មេកលោកស្រីជីនដារ៉ាត់នៅក្នុងប្រទេសបារាំងក៏ត្រូវបានអគ្គិភ័យឆាបឆេះកំទេចចោលគ្មានសល់ពិតប្រាកដមែនយោងតាមសេចក្តីរាយការណ៍ដកស្រង់ចេញពីសារព័ត៌មាន The Tiger បានឲ្យដឹងទៀតថាអាជ្ញាធរប៉ូលីសថៃបានចុះទៅត្រួតពិនិត្យអាជ្ញាប័ណ្ណសួនសត្វនិងកំពុងតែស៊ើបអង្កេតស្វែងរកការពិតជុំវិញការគំរាមកំហែងលើសលប់នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ថែមលើពីនេះករណីចំនួនរវាងអ្នកបើកបរយានយន្តនៅក្នុងស្រុកនិងទេសចរជនជាតិអ៊ីស្រាអែលក៏បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងខេត្តភូកេតដោយយោងតាមវីដេអូឃ្លីបដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម Facebook ភូកេត Times បានបង្ហាញអំពីហេតុការណ៍តានតឹងរវាងអ្នកបើកបរតុកតុកថៃនិងគ្រួសារអ៊ីស្រាអែលមួយក្រុមអ្នកបើកបរតុកតុកថៃបានឲ្យដឹងថាគ្រួសារអ៊ីស្រាអែលនោះបានប្រើប្រាស់ពាក្យសម្ដីអសុរោះជេរប្រមាថនិងថែម
ទាំងបានព្យាយាមយកដុំបេតុងនៅចិញ្ចើមផ្លូវនោះមកវាយប្រហារលើរូបលោកទៀតផងបន្ទាប់ពីរូបលោកបានបដិសេធមិនព្រមឲ្យពួកគេឡើងជិះតុករបស់ខ្លួនលើកញ្ចប់ធ្វើដំណើរដែលប្តីប្រពន្ធជនជាតិអូស្ត្រាលីបានកក់រួចទៅហើយអ្នកបើកបររូបនេះបានបញ្ជាក់ថាលោកបានណែនាំឲ្យពួកគេជិះតុកផ្សេងទៀតដែលចតនៅជិតនោះប៉ុន្តែក្រុមនោះបែរជាខឹងសម្បាយ៉ាងខ្លាំងហើយព្យាយាមរារាំងមិនឲ្យភ្ញៀវអូស្ត្រាលីឡើងជិះរហូតឈានដល់ការស្ដោះទឹកមាត់លើដងផ្លូវនិងព្យាយាមប្រដេញរូបលោកចេញផ្អែកតាមប្រភពព័ត៌មានដែលដកស្រង់ចេញពី The Tiger បានបញ្ជាក់បន្ថែមទៀតថាមិនមែនមានតែករណីនៅភូកេតមួយនេះទេសូម្បីតែនៅរាជធានីបាងកកកាលពីថ្ងៃទី9ខែសីហាក៏មានប្តីប្រពន្ធកីឡាករលើកទម្ងន់ថៃបានចេញមុខមករាយការណ៍ថាក្រុមទេសចរអ៊ីស្រាអែលបានមកគាស់ទ្វារបន្ទប់សណ្ឋាគាររបស់ពួកគេទាំងយប់រំលងអាធ្រាត្រប្រមាណជាម៉ោង4ព្រឹកដើម្បីលេងសើចនិងបង្កសំឡេងរំខានយ៉ាងខ្លាំងដែលធ្វើឲ្យមហាជនថៃសម្ដែងការក្តៅក្រហាយជាខ្លាំងទន្ទឹមទៅនឹងបរិយាកាសដ៏ស្មុគស្មាញនេះការប៉ះទង្គិចគ្នានៅពាក្យសម្ដីតាក់ទងជាមួយសង្គ្រាមភូមិសាស្ត្រនយោបាយក៏បានកើតឡើងនៅក្នុងភ្នាក់ងារទេសចរមួយកន្លែងនៅក្នុងខេត្តភូកេតផងដែរដោយវីដេអូឃ្លីបដែលបានផ្ទុះពេញបណ្ដាញសង្គមកាលពីថ្ងៃទី23ម្សិលមិញនេះទេបានបង្ហាញអំពីបុគ្គលិកថៃវ័យ24ឆ្នាំម្នាក់បានកាន់ទង់ជាតិប៉ាឡេស្ទីនបកស្រាយឡើងថា Free Palestine ដាក់ចំពោះមុខក្រុមទេសចរអ៊ីស្រាអែលបុគ្គលិកថៃរូបនេះបានបញ្យល់ប្រាប់ព័ត៌មាន The Tiger ថាមូលហេតុដែលខ្លួនបានយកទង់ជាតិប៉ាឡេស្ទីនមកដាក់លើតុបញ្ជោព័ត៌មានគឺដើម្បីស្វាគមន៍និងទាក់ទាញភ្ញៀវទេសចរប៉ាឡេស្ទីនដែលបានមកទិញកញ្ចប់ទស្សនាទេសចរនិងអាកប្បកិរិយាសមរម្យបំផុតប៉ុន្តែនៅពេលដែលក្រុមទេសចរអ៊ីស្រាអែលដើរកាត់ពួកគេបានសម្លឹងមើលដោយក្រសែភ្នែកមិនពេញចិត្តហើយបរិះជាឪពុកបានស្រែកឡើងថា Free Israel បង្កឲ្យមានការតានតឹងនៅពាក្យសម្ដីគ្នានិងសម្ដែងកាយវិការឌឺដងពីសំណាក់ក្រុមកុមារក្រុមនោះបុគ្គលិកថៃរូបនេះក៏បានបញ្ជាក់ថាខ្លួនមិនដែលធ្លាប់មានគំនិតប្រឆាំងជាមួយនឹងជនជាតិអ៊ីស្រាអែលឬក៏ខ្វល់ខ្វាយអំពីសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេប៉ុន្តែការឆ្លើយតបបែបនេះគឺដោយសារតែទ្រាំមិនបាននឹងអាកប្បកិរិយារបស់ក្រុមនោះផ្អែកទៅលើទិន្នន័យដែលដកស្រង់ចេញពីសារព័ត៌មាន The Tiger វីដេអូនេះបានធ្វើឲ្យមតិសាធារណៈថៃបែងចែកជាពីរដោយខ្វះការគាំទ្រចំពោះការឆ្លើយតបនិងខ្លះទៀតព្រួយបារម្ភអំពីផលប៉ះពាល់ទៅដល់រូបភាពទេសចររបស់ថៃផងដែរមិនត្រឹមតែប៉ុណ្ណោះអាកប្បកិរិយារបស់ក្រុមទេសចរនិងអ្នកស្នាក់នៅជាជនជាតិអ៊ីស្រាអែលមួយចំនួនត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃនិងប្រជាពលរដ្ឋនៅក្នុងស្រុកកត់សម្គាល់ឃើញថាកំពុងតែបង្កឲ្យមានបំរែបំរួលសង្គមយ៉ាងខ្លាំងនៅក្នុងតំបន់កោះទេសចរល្បីៗប្រជាជនថៃជាច្រើនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមជនជាតិអ៊ីស្រាអែលបានមកប្រមូលផ្ដុំគ្នារស់នៅនិងបើកអាជីវកម្មជាបណ្ដាញយ៉ាងក្រាស់ក្រែលរហូតដល់ថ្នាក់ពួកគេប្រៀបប្រដូចហៅកោះសាមុយឬក៏កោះផាងងានថាគឺជាទីក្រុងទេលអាវីវទី2របស់ពួកគេទៅហើយលើពីនេះទៅទៀតនោះទេសចរនិងអ្នករស់នៅជាជនជាតិអ៊ីស្រាអែលទាំងអស់នោះថែមទាំងបានប្រើប្រាស់ពាក្យពេចន៍សម្ដែងភាពជាម្ចាស់ការដោយហៅប្រទេសថៃថាគឺជាផ្ទះទី2របស់ពួកគេយ៉ាងពេញមាត់ដែលកត្តាទាំងអស់នេះហើយធ្វើឲ្យប្រជាពលរដ្ឋថៃជាម្ចាស់ស្រុកមានអារម្មណ៍ថាសិទ្ធិអំណាចនិងសន្តិសុខនៅក្នុងប្រទេសរបស់ខ្លួនកំពុងតែត្រូវបានគំរាមកំហែងយោងតាមទិន្នន័យដែលទទួលបានពីសារព័ត៌មាន The Tiger ដដែលបានគូបញ្ជាក់បន្ថែមទៀតថាការកើនឡើងនៃចំនួនសហគមន៍អ៊ីស្រាអែលនិងការបង្កើតតំបន់ដាច់ដោយឡែករបស់ពួកគេបានបង្កឲ្យមានចំនួនជាហូរហែជាមួយនឹងអាជីវករនៅក្នុងស្រុកហើយបច្ចុប្បន្នអាជ្ញាធរថៃកំពុងតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្លានៅក្នុងការត្រួតពិនិត្យទិដ្ឋាការអាជ្ញាប័ណ្ណអាជីវកម្មនិងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាដើម្បីការពារផលប្រយោជន៍ជាតិប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបើយើងផ្អែកទៅលើការយល់ដឹងអំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Tiger របស់ថៃកន្លងមកនេះចំនួនរវាងពលរដ្ឋថៃនិងក្រុមទេសចរឬក៏អ្នកស្នាក់នៅជាជនជាតិអ៊ីស្រាអែលមិនមែនគ្រាន់តែជាវិបត្តិអាកប្បកិរិយាបុគ្គលធម្មតានោះទេប៉ុន្តែគឺជាសញ្ញាព្រមានអាសន្ននៃវិបត្តិសង្គមនិងភូមិសាស្ត្រនយោបាយនៅក្នុងស្រុកដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំណុចដែលប៉ះពាល់ធ្ងន់ធ្ងរទី1នោះគឺផលប៉ះពាល់ទៅលើវិស័យទេសចរនិងសេដ្ឋកិច្ចជាតិរបស់ថៃប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងទៅលើចំណូលទេសចរប៉ុន្តែនៅពេលដែលមានតំបន់ទេសចរល្បីៗដូចជាភូកេតនិងកោះសាមុយប្រែប្រួលទៅជាសមរភូមិចំនួនពូជសាសន៍ការគំរាមកំហែងនិងអសន្តិសុខវានឹងធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិមកពីបណ្ដាប្រទេសផ្សេងៗទៀតនោះដូចជាអឺរ៉ុបនិងអាស៊ីអាចមានអារម្មណ៍ភ័យខ្លាចនិងផ្លាស់ប្ដូរទៅទិសដៅកំសាន្តដែលនាំឲ្យខាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារចំណុចប៉ះពាល់ទី2នោះគឺការរំលោភទៅលើអធិបតេយ្យភាពនិង
សន្តិសុខនៅក្នុងស្រុកការដែលជនបរទេសមួយចំនួនសម្ដែងអាកប្បកិរិយាដូចជាខ្លួនលើសពីច្បាប់ការបង្កើតបណ្ដាញអាជីវកម្មមិនស្របច្បាប់ដូចជា nominee និងការទន្ទ្រានហៅទឹកដីថៃជាទីក្រុងរបស់ខ្លួនអាចបណ្ដាលឲ្យមានការប្រជុំមុខដាក់គ្នាយ៉ាងស្រួចស្រាលរវាងចលនាស្នេហាជាតិថៃដូចជា TMT និងជនបរទេសដែលអាចឈានទៅរកអំពើហិង្សាលើផ្លូវច្បាប់និងការបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនិងចំណុចប៉ះពាល់ទី3នោះគឺការទាញប្រទេសថៃឲ្យធ្លាក់ចូលទៅក្នុងចំនួនមជ្ឈមបូព៌ាការនាំយកទង់ជាតិឬក៏និមិត្តរូបនៃសង្គ្រាមអ៊ីស្រាអែលប៉ាឡេស៊ីនមកបង្កចំនួនលើទឹកដីថៃអាចធ្វើឲ្យប្រទេសថៃក្លាយទៅជាគោលដៅចំនួនមនោគមវិជ្ជាអន្តរជាតិឬក៏ជាតំបន់ប្រជុំមុខដាក់គ្នានៃក្រមជ្រុលនិយមដែលអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតនិងសន្តិសុខជាតិរបស់ថៃយ៉ាងធ្ងន់ធ្ងរអរគុណបងប្អូនប្រិយមិត្តទេសនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពេញចិត្តវីដេអូបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍បន្ថែមបងប្អូនគ្រាន់តែចុច subscribe លើ channel ចង់ដឹងជាការស្រេចសូមអរគុណសូមជម្រាបលា